រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 ដែលរួមមានចក្រភពអង់គ្លេសសហរដ្ឋអាមេរិកកាណាដាបារាំងអាល្លឺម៉ង់អ៊ីតាលីនិងជប៉ុនរួមជាមួយសហភាពអឺរ៉ុបកាលពីថ្ងៃសុក្របានរួមគ្នាទាមទារឲ្យបញ្ឈប់ការវាយប្រហារប្រឆាំងជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិលនៅក្នុងសង្គ្រាមអ៊ីរ៉ាំងជាបន្ទាន់សម្រាប់អំពាវនាវរបស់ប្រមុខការទូត G7 ធ្វើឡើងស្របពេលដែលសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលនៅតែបន្តវាយប្រហារលើអ៊ីរ៉ាំងចាប់តាំងពីថ្ងៃទី28ខែកុម្ភៈដោយបានសម្លាប់មនុស្សច្រើនជាង1900នាក់រួមទាំងមេដឹកនាំកំពូលអ៊ីរ៉ាំងលោកអាលីខាមីណៃអ៊ីរ៉ាំងបានសងសឹកវិញតាមរយៈការវាយប្រហារដោយយន្តហោះដ្រូននិងមីស៊ីលដែលកំណត់គោលដៅលើមូលដ្ឋានយោធាអ៊ីស្រាអែលអាមេរិកដែលឈរជើងនៅប្រទេសសូដានីអ៊ីរ៉ាក់និងបណ្ដាប្រទេសឈូងសមុទ្របណ្ដាលឲ្យមានអ្នកស្លាប់និងរបួសព្រមទាំងខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធនិងរំខានដល់ទីផ្សារថាមពលសកលនិងវិស័យអាកាសចរពិភពលោកបើតាម AFP នៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំថ្ងៃទី2ក្នុងប្រទេសបារាំងរដ្ឋមន្ត្រី G7 បានគូបញ្ជាក់ពីសារៈសំខាន់នៃការកាត់បន្ថយផលប៉ះពាល់នៃចំនួនលើដៃគូក្នុងតៃខោនជនស៊ីវិលនិងហេដ្ឋារចនាសំខាន់បន្ថែមលើនេះរដ្ឋមន្ត្រី G7 បានផ្ដោតលើតម្លៃនៃភាពជាដៃគូចម្រុះការសម្របសម្រួលនិងគំនិតផ្ដោតផ្ដាំគាំទ្ររួមទាំងការកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចសកលដូចជាការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់សេដ្ឋកិច្ចថាមពលជីនិងពាណិជ្ជកម្មដែលមានផលប៉ះពាល់ដោយផ្ទាល់ដល់ប្រជាពលរដ្ឋរបស់ពួកគេទន្ទឹមគ្នារដ្ឋមន្ត្រី G7 ក៏បានបញ្ជាក់ជាថ្មីអំពីតម្រូវការក្នុងការស្ដារសេរីភាពនៃការធ្វើនាវាដោយសុវត្ថិភាពនិងឥតគិតថ្លៃនៅច្រកសមុទ្រហូមូសផងដែរក្រោយមានរាយការណ៍ថាអ៊ីរ៉ង់គ្រោងទាមទារថ្លៃ$2លានក្នុងនាវាមួយគ្រឿងប្រសិនបើចង់ឆ្លងកាត់ច្រកសមុទ្រនេះ